បាទសួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំបានមកលេងប្រាសាទសម្បូរព្រៃគុកនៅទីនេះគឺមានប្រាសាទច្រើនមែនទែនអញ្ចឹងខ្ញុំក៏មិនបានរៀបរាប់ប្រាប់ឈ្មោះឲ្យបានអស់ដែរប៉ុន្តែទីនេះគឺមានសភាពស្រស់ស្អាតហើយសម្បូរនៅប្រាសាទបុរាណច្រើនអ្នកទាំងអស់គ្នានេះជាទួលប្រាសាទតូចមួយនៅជាប់នឹងផ្ទះអ្នកភូមិដឹងតែប្រាសាទអីគេប្រាសាទតូចអញ្ចឹងនៅខាងនោះមានមួយទៀតអានេះថ្នោតជាតិនេះកន្លែងដើមថ្នោតហ្នឹងទួលប្រាសាទមួយទៀតទួលប្រាសាទតូចហើយដល់ពេលនៅខាងក្រោយណាប្រាសាទធំនឹងឈ្មោះថាប្រាសាទដូនម៉ោងចឹងក្រៅពីប្រាសាទធំនៅសម្បូរព្រៃគុកនៅមានប្រាសាទតូចនៅតាមផ្លូវដែលអ្នកខ្លះក៏អត់ចាក់អារម្មណ៍តែពិតនៅជាប់នឹងថ្នោតជាតិតែវាមានរូបរាងវាសតែដុំឥដ្ឋអ្នកទាំងអស់គ្នានេះគឺហៅថាក្រុមប្រាសាទស្រីគ្រប់លក្ខក្រុមប្រាសាទសម្បូរព្រៃគុកខេត្តធំអូមហាស៊ីវ៉ាអូមហាទេពចូលចម្រើនក៏ពិតតែនេះប្រាសាទនេះដល់ពេលវាយូរឆ្នាំ1000ឆ្នាំជាងទៅដីវាដុះមកឃើញឡើងពាក់កណ្ដាលប្រាសាទអញ្ចឹ
ចឹងប្រាសាទនេះមើលទៅដូចផុសចេញមកពីដីចឹងវាពាក់កណ្ដាលប្រាសាទគ្រាន់តែដីខាងនេះក៏ដូចគ្នានេះប្រាសាទក្រុមប្រាសាទរបងរមាសចឹងដល់ពេលគេកាយដីមកប្រាសាទនៅក្រោមនេះ